Bong em sau lưng bong vậy thà on nị đá song ca chủng một bong của cục triệt thả lọt bong ចាមែនតាអូនមែនរំភើបហ្នឹងមែនអត់ក្នុងនាមជាម្ដាយបងមានអារម្មណ៍រំភើបខ្លាំងមែនតើនិយាយទៅបងមានរឿងដែរចែករំលែកដោយសារបងធ្លាប់បញ្ជូនសូនីដាឲ្យទៅរៀនជាមួយនឹងគ្រូណែការអប់រំពេលវ័យកុមារចាហើយក៏គាត់ធ្លាប់ទៅវិបស្សនាមួយថ្ងៃវ័យកុមារដែរចឹងគាត់បានឆ្លងកាត់ថារបៀបរៀនអំពីការដឹងគុណឪពុកម្ដាយការគោរពចាស់ទុំគោរពទៅដល់សាសនាព្រះសង្ឃនិងមនុស្សជុំវិញខ្លួនជាពិសេសកម្មវិធីហ្នឹងក៏គេបរៀនឲ្យកូនយើងមានចិត្តល្អនិងសន្តោសប្រណីចឹងធម្មតាពេលយប់បងមានទម្លាប់បងជំរុំអ្នកដែលធ្វើអីឲ្យធ្វើឲ្យខ្លាយជាទម្លាប់ហើយចឹងក្នុងហ្នឹងមុនគេក៏យើងមានទម្លាប់មុនគេដែរដោយសារបងគេជាមួយនីដាអញ្ចឹងជាធម្មតាមុនគេហ្នឹងគឺបងរៀន Duolingo ហ្នឹងគឺភាសាបារាំងណាគឺយើងរៀនតាំងពីយើងមិនទាន់ចូលរៀនបារាំងម៉េះរៀនលេងហ្នឹងណាដើម្បីឲ្យខ្លាយទៅជា activity មួយវាទម្លាប់ប្រចាំថ្ងៃអញ្ចឹងការរៀន Duolingo ខ្លាយជាទម្លាប់តែបន្ទាប់មកមុននឹងយើងគេគឺជាធម្មតាបងតែងតែថ្វាយបង្គំព្រះចឹងដោយសារសូនីដាឲ្យបងគេជាមួយគ្នាចឹងសូនីដាក៏ថ្វាយបង្គំព្រះជាមួយបងដែរប៉ុន្តែគាត់មិនមែនថ្វាយបង្គំព្រះដូចបងគឺគាត់ថ្វាយបង្គំបងចឹងគាត់ទាញខ្នើយគាត់មកគាត់ដាក់ឲ្យបងដែរតែគាត់ថ្វាយបង្គំយើងចាថ្វាយបង្គំទី1គឺគាត់អរគុណម៉ាមីដែលស្រឡាញ់កូនដូចថាអត់បោះបង់ពេលកូនឈឺព្រោះអីពេលគាត់ឈឺគឺបងអ្នកមើលគាត់ចឹងគាត់អរគុណម៉ាមីដែលស្រឡាញ់កូនអរគុណម៉ាមីដែលធ្វើអាហារល្អៗឲ្យកូនញ៉ាំអរគុណម៉ាមីដែលផ្ដល់ផ្ទះហើយផ្ដល់កន្លែងគេងហើយភួយដល់កក់ក្ដៅព្រោះគាត់ជួយចិត្តខែគាត់ស្រឡាញ់ភួយគាត់អញ្ចឹងណាភួយដែលយើងគេងហ្នឹងគឺគាត់អរគុណរាល់តែថ្ងៃតែម្ដងហើយបានគាត់បានសងឲ្យគាត់មានសុខភាពល្អគ្រួសារគាត់ទាំងអស់គ្នាមានសុខភាពល្អហើយជាពិសេសគាត់បន់សងសូមឲ្យគាត់កើតជាមួយបងហ្នឹងណាគ្រប់ជាតិ Mommy I wish to be born with you in every life ចឹងហ្មងគឺគាត់និយាយថាយើងស្ដាប់គាត់ហើយរំភើបក្តោបក្តួលក្នុងចិត្តមែនតែនចឹងយើងជាឪពុកម្ដាយគ្រប់រូបតែចង់ឲ្យកូនហ៊ានបកកែហើយជាពិសេសបើសិនជាចូលទៅការប្រកួតប្រជែងបានមេដាយមាសគឺរំភើបមែនតែនមែនទេអូនអាហ្នឹងគឺជាកត្តាធំមួយដែរតែកត្តាមួយទៀតដែលយើងជាឪពុកម្ដាយដែលរំភើបមែនតែនហ្នឹងគឺកូនដែលគាត់ចេះដឹងគុណយើងនឹងតែម្ដងចាអញ្ចឹងនៅក្នុងហ្នឹងបងក៏មាន4ចំណុចដែរដែលបងចង់ចែករំលែកហើយទាំង4ចំណុចហ្នឹងគឺមានន័យបំផុតសម្រាប់បងក្នុងនាមជាម្ដាយមួយរូបណាចំណុចទី1គឺបងធ្លាប់លើកអំពីកតញ្ញូគឺជាគុណធម៌ដ៏មានតម្លៃចំពោះយើងទៅឪពុកម្ដាយរបស់យើងអញ្ចឹងការដឹងគុណរបស់កូនគឺផ្ដល់ឲ្យយើងនៅគុណតម្លៃពីព្រោះគាត់ចេះស្រឡាញ់ហើយគាត់ដឹងថាតើឪពុកម្ដាយរបស់គាត់នឹងលះបង់យ៉ាងណាដើម្បីគាត់ដែរហើយចំណុចទី2គឺការអប់រំទាំងអស់ហ្នឹងគឺកើតចេញពីគ្រួសារទាំងអស់គឺកើតចេញពីឪពុកនិងម្ដាយនឹងតែម្ដងជាពិសេសគឺម្ដាយគឺគូសបន្ទាត់ឲ្យគាត់កើតមកគឺกระดาษសស្អាតណាចឹងបើយើងចង់ឲ្យគាត់ទៅណាយើងឲ្យជាគូអ្នកគូឲ្យគាត់ចឹងយើងត្រូវប្រយ័ត្នក្នុងការគូឲ្យកូនដែរចឹងការអប់រំគឺចាប់ផ្ដើមពីយើងចឹងបើយើងចង់ឲ្យកូនទៅផ្លូវណាគឺយើងអ្នកដឹកនាំកូនទៅផ្លូវនោះផងដែរចំណុចទី3គឺយើងត្រូវដឹងថាការចំណាយពេលវេលាជាមួយកូនគឺជាពេលវេលាដ៏មានតម្លៃបំផុតចឹងបងអាចជ្រើសរើសឲ្យកូនកេងកតុបខ្លួនគាត់ហើយបងកេងកតុបផ្សេងក៏បានដែរកាលពីនីដាទៅបង្កើតហ្នឹងបងត្រូវបានណែនាំឲ្យកូនកេងបែកកតុបពេល6ខែដាក់កូនកេងបែកកតុបទៅបានអញ្ចឹងយើងអត់បានកេងគ្រប់គ្រាន់ទេគេមានកណ្ដឹងណាកណ្ដឹងរោដើម្បីឲ្យយើងដឹងថាកូនយើងភ្ញាក់ឬក៏យំអីអញ្ចឹងណាតែបងជ្រើសរើសកេងជាមួយកូនពីព្រោះបងយល់ថាពេលវេលាដែលចំណាយមួយកូនគឺមានតម្លៃហើយអត់អាចទៅធ្វើអញ្ចឹងបានទៀតទេអញ្ចឹងបងក៏ចំណាយពេលវេលាជាមួយកូនជារៀងរាល់ពេលរាល់យប់រាល់ថ្ងៃពីព្រោះវាមានតម្លៃសម្រាប់យើងទាំងពីរនាក់យើងស្រឡាញ់គាត់ feel ក្មេងមានអារម្មណ៍ដឹងថាអ្នកណាស្រឡាញ់គាត់ហើយយើងធ្វើអីជាមួយគាត់ហើយបើដែលយើងធ្វើមួយគាត់នឹងធ្វើជាមួយយើងវិញអញ្ចឹងពេលគាត់ឈឺយើងព្យាបាលយើងថែទាំគាត់របៀបម៉េចអញ្ចឹងណាពេលដែលបងឈឺគឺគាត់ថែទាំបងដូចអញ្ចឹងដែរគឺធ្វើដូចគ្នាតែម្ដងដូច copy paste អញ្ចឹងណានេះគឺជាអ្វីបងសម្គាល់ឃើញកូនរបស់បងតាំងពីទូចមកចំណុចទី4ដែលយើងតែងតែមើលរំលងយើងគិតថាយើងជាគ្រូរបស់កូនរហូតតែការពិតកូនក៏ជាគ្រូរបស់យើងដែរសួរថាតើមានមនុស្សប្រមាណអ្នកដែលតែងតែទៅទៅពេលឪពុកម្ដាយឲ្យអរគុណឪពុកម្ដាយចង់កើតមកឪពុកម្ដាយអត់មានច្រើនទេហើយពេលខ្លះនៅពេលដែលយើងមានគ្រួសារមានកូនណាភាគច្រើនគឺភ្លេចឪពុកម្ដាយខ្លួនឯងភ្លេចអរគុណគាត់ភ្លេចមើលថែគាត់ភ្លេចពពះគាត់ភ្លេចច្រើនមែនតើចាអញ្ចឹងកូនក៏អាចជាគ្រូរបស់យើងអញ្ចឹងយើងមើលអាចរំលឹកយើងដែរពេលខ្លះយើងឆ្ងាយពីឪពុកម្ដាយយើងអាចត្រឡប់ទៅរកគាត់វិញតែអត់ដឹងខ្លួនទេណាហ្នឹងអូនចាអញ្ចឹងសម្រាប់បងវិញមនុស្សភាគច្រើនតែងតែគិតថាតើតែធ្វើអីធំដុំមិនមើលទៅឃើញថាវាមានតម្លៃតែសម្រាប់បងវិញទម្លាប់ទូចដែលយើងមើលរំលងហ្នឹងការពិតមានតម្លៃមែនតើតម្លៃហ្នឹងគ្រឹះមាំជាងទម្លាប់ធំទៅទៀត
ចាអញ្ចឹងនេះគឺជាអ្វីដែលបងចង់ចែករំលែកពីសូនីដាថ្ងៃនេះ